អាចប្រកបអាជីវកម្មជាអ្នកម៉ៅការសាងសង់បាននៅក្នុងប្រជាជាតិកម្ពុជាយើងក្រុមហ៊ុនសំណង់ត្រូវតែមានអាជ្ញាប័ណ្ណពីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់អ្នកម៉ៅការសាងសង់ជាក្រុមហ៊ុនត្រូវតែបំពេញបែបបទហើយបំពេញលក្ខខណ្ឌមួយចំនួនទើបអាចទទួលអាជ្ញាប័ណ្ណនោះបានលក្ខខណ្ឌសំខាន់ៗហ្នឹងទីមួយគាត់ត្រូវចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មជាក្រុមហ៊ុនមិនទាន់ផុតសុពលភាពទីពីរគាត់ត្រូវមាននាយកបច្ចេកទេសនិងអ្នកបច្ចេកទេសគ្រប់គ្រាន់ដើម្បីបំពេញការងារឲ្យគាត់ទី3គាត់ត្រូវមានបទពិសោធន៍ដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលហើយទី4គាត់ត្រូវមានការធានារ៉ាប់រងការប្រកបអាជីវកម្មរបស់គាត់ដែរចំពោះក្រុមជាងវិញក្រុមជាងបើចង់បង្កើតត្រូវទៅសុំលិខិតអនុញ្ញាតក្រុមជាងពីរដ្ឋបាលរាជធានីខេត្តបាទលក្ខខណ្ឌនោះមិនស្មុគស្មាញពេកទេអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់ដែលចង់ប្រកបអាជីវកម្មនៅក្នុងវិស័យសំណង់ជាអ្នកម៉ៅការសំណង់នេះបំពេញលក្ខខណ្ឌហើយទៅសុំអាជ្ញាប័ណ្ណឬក៏សុំលិខិតអនុញ្ញាតទៅតាមកម្រិតរៀងៗខ្លួន